ដែលរូបមួយស្លឹកនេះបងប្អូននឹងអាចយល់អំពីអ្វីទៅជាអ្នកដឹកនាំពួកយើងតែងតែឮតគ្នាហើយយើងក៏អត់ដឹងថាធាតុផ្សំអ្វីខ្លះដែលអាចធ្វើឲ្យយើងខ្លាយជាអ្នកដឹកនាំបានអញ្ចឹងនៅក្នុងភាពជាអ្នកដឹកនាំយើងត្រូវមើលពី tool ទាំងអស់នេះអញ្ចឹងអ្នកដឹកនាំជាអ្នកដែលពូកែស្ដាប់យើងកុំឲ្យយកច្រឡំថាអូពេលយើងខ្លាចជាអ្នកដឹកនាំហើយគឺគេត្រូវតែស្ដាប់យើងមិនស្ដាប់គេនោះយើងមិនអាចខ្លាចជាអ្នកដឹកនាំប្រកបបានទេអ្នកដឹកនាំគឺជាអ្នកដែលពូកែស្ដាប់ជានរណាទាំងអស់យើងស្ដាប់ហើយយើងយកអ្វីដែលថ្នាក់ក្រោមយើងថ្នាក់លើយើងអ្នកជុំវិញយើងយកមកវិភាគហើយសម្រេចចិត្តមួយដ៏ត្រឹមត្រូវនឹងបានអាចខ្លាយជាអ្នកដឹកនាំមួយដ៏ល្អបានហើយអ្នកដឹកនាំទី2គឺការយល់ចិត្តអ្នកដឹកនាំគឺយល់ចិត្តបុគ្គលិកទាំងអស់យល់ចិត្តគ្រប់ឋានៈគ្រប់ឋានៈនក្រមទាំងអស់មិនថាអ្នកនោះជាបុគ្គលិកកម្រិតណាទេពីអ្នកដនត្រូវយល់ពីអារម្មណ៍យល់ពីចិត្តរបស់ពួកគាត់ចង់បានអីគាត់ធ្វើការដើម្បីអីគាត់ជាមនុស្សបែបណាជាមនុស្សដែលចូលចិត្តបែបណាគឺយើងត្រូវស្វែងយល់ឲ្យច្បាស់អំពីបុគ្គលិកថ្នាក់ក្រោមទាំងអស់អ្នកដឹកនាំទី3គឺមានក្រមសីលធម៌ការនិយាយស្ដីការណែនាំការប្រើពាក្យសម្ដីជាមួយនឹងបុគ្គលិកមិនថាថ្នាក់ក្រោមថ្នាក់ទាបមិនថាជានរណាក៏ដោយមិនថាបុគ្គលិកនេះជាបុគ្គលិកអនាម័យជាបុគ្គលិកកម្មករគឺយើងមានក្រមសីលធម៌នៃការនិយាយមួយពួកគាត់មិនយើងអាងពីយើងជាអ្នកដឹកនាំយើងអាចប្រើពាក្យគ្រប់យ៉ាងចង់ជេរចង់ស្ដីចង់ហៅអាមឹងទាំងអស់បានទេអញ្ចឹងអ្នកដឹកនាំដែលពិតប្រាកដគឺមានក្រមសីលធម៌ទី4អ្នកដឹកនាំគឺជាមនុស្សម្នាក់ដែលលះបង់គឺលះបង់ដើម្បីស្ថាប័នលះបង់ដើម្បីក្រុមការងារលះបង់ពេលវេលាអ្នកដឹកនាំពេលខ្លះគាត់ធ្វើការលើសបុគ្គលិកធម្មតាបុគ្គលិកធម្មតាធ្វើ8ម៉ោងអ្នកដឹកនាំអាចធ្វើ10ម៉ោង12ម៉ោងនេះឯងគឺជាលក្ខណៈរបស់អ្នកដឹកនាំហើយគឺជាការលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួនដើម្បីថ្នាក់ក្រោមដើម្បីអ្នកដើរតាមគាត់ហើយអ្នកដឹកនាំក៏ដើរតួនាទីយ៉ាងសំខាន់មួយទៀតគឺទី5សម្របសម្រួលរាល់បញ្ហាទាំងអស់ដែលកើតឡើងជាវិវាទមិនថាវិវាទនោះជាវិវាទបុគ្គលិកវិវាទបុគ្គលិកជាមួយអតិថិជននៃបុគ្គលិកអញ្ចឹងក្នុងនាមជាអ្នកដឹកនាំគឺមានការសម្របសម្រួលរកដល់ដំណោះស្រាយមួយដ៏ត្រឹមត្រូវសម្រាប់ក្រុមហ៊ុនសម្រាប់ស្ថាប័នសម្រាប់ក្រុមការងារទាំងអស់គ្នាទី6អ្នកដឹកនាំគឺចេះគ្រប់មិនមានបានន័យថាពេលដែលយើងខ្លាចជាអ្នកដឹកនាំគឺត្រូវតែអ្នកដទៃគ្រប់យើងទេយើងក៏ត្រូវគោរពនេះដែរគោរពក្នុងការឲ្យតម្លៃនៅទូនាទីការងារឲ្យតម្លៃនៅមិត្តភាពនៅវ័យជាដើមជាការគោរពពេលខ្លះមិនចាំបាច់សម្ដែងចេញដោយអវ័យទេគឺការគោរពដោយការនិយាយស្ដីដោយការរាប់អានហ្នឹងឯងក៏ជាការគោរពដែរហើយអ្នកដឹកនាំចំណុចទី7គឺគ្រប់គ្រងអញ្ចឹងអ្នកគ្រប់គ្រងតែងតែគ្រប់គ្រងលើក្រុមការងារជួយ support ជួយផ្ដល់ជាកម្លាំងចិត្តជួយដោះស្រាយគឺតែងតែនៅពីក្រោយនៅក្រុមការងារទាំងអស់មិនថាក្រុមការងារនោះយ៉ាងម៉េចទេគឺបានន័យថាភាពជាអ្នកដឹកនាំគឺមិនបោះបង់ទី8អ្នកដឹកនាំគឺជាដាក់ខ្លួនមិនមែនឲ្យតែយើងខ្លាចជាអ្នកដឹកនាំគឺយើង
ត្រូវតែគេគ្រប់យើងត្រូវតែគេអោនអំតូនមួយយើងត្រូវតែគេខ្លាចយើងទេគឺអ្នកដឹកនាំគឺត្រូវចេះដាក់ខ្លួនដែរដាក់ខ្លួននេះក្នុងអត្ថន័យថាទៅជួបអ្នកណាក៏ដោយនិយាយជាមួយអ្នកណាក៏ដោយគេមានការគោរពដល់តម្លៃចេះដាក់ខ្លួនក្នុងនាមយើងជាអ្នកដឹកនាំហើយអ្នកដឹកនាំគឺចេះទី9គឺអ្នកដឹកនាំចេះរួមបញ្ចូលដាក់បញ្ចូលបុគ្គលិកផ្នែកនេះបុគ្គលិកផ្នែកនោះគឺចេះធ្វើឲ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់អាចរួមបញ្ចូលគ្នាជាធ្លុងទៅមួយក្នុងការបំពេញការងារឲ្យសម្រេចបាននៅគោលដៅចាក់គោលវិស័យរបស់ខ្លួនហើយអ្នកដឹកនាំក៏ត្រូវមានការអត់ធ្មត់បើយើងធ្វើជាអ្នកដឹកនាំយើងខ្វះការអត់ធ្មត់វាអាចនឹងខូចប្រយោជន៍ពេលដែលយើងស្ដីថាខ្លាំងពេលដែលយើងធ្វើអ្វីដែលខ្លាំងទៅវាអាចធ្វើឲ្យបុគ្គលិកហ្នឹងចាក់ចេញទៅហើយពេលបុគ្គលិកចាក់ចេញទៅគឺយើងនឹងខ្វះនៅកម្លាំងពលកម្មបើសិនតែការចាក់ចេញជាបុគ្គលិកធម្មតាវាមិនអីទេប៉ុន្តែចុះបុគ្គលិកនេះជាបុគ្គលិកឆ្មើងជាបុគ្គលិកស្នូលរបស់ក្រុមហ៊ុននោះវាកាន់តែបញ្ហាអញ្ចឹងអ្នកដឹកនាំគឺមាន patience ខ្ពស់មានការអត់ធ្មត់ខ្ពស់បើថាអត់ធ្មត់នៅក្នុងការងារអត់ធ្មត់នៅក្នុងក្រុមការងារអត់ធ្មត់នៅក្នុងគ្រប់យ៉ាងដែលខ្លួនឯងកំពុងតែធ្វើនោះអញ្ចឹងទាំង10ចំណុចនេះបងប្អូនអរគ្នាមានឬនៅហើយបងប្អូនអរគ្នាមាន10ចំណុចនេះគឺបង្ហាញថាបងប្អូនទាំងអស់គ្នាគឺជាអ្នកដឹកនាំអញ្ចឹងបើយើងចង់ខ្លាយជាអ្នកដឹកនាំពិតប្រាកដគឺយើងត្រូវមាន10ចំណុចនេះនៅក្នុងខ្លួនធ្វើជាអ្នកដឹកនាំគឺជាអ្នកដែលដល់នៅអ្វីគ្រប់យ៉ាងទាំងអស់ដល់ក្រុមការងារដើម្បីរួមដៃគ្នាសម្រេចបាននៅគោលដៅរបស់ស្ថាប័នអញ្ចឹងទាំង10ចំណុចនេះខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងយកទៅអនុវត្តហើយក៏បងប្អូនអរគ្នានឹងយក10ចំណុចនេះទៅបំពេញសម្រាប់ភាពខ្លួនឯងជាអ្នកដឹកនាំដែលកំពុងដឹកនាំស្ថាប័នផងដែរ